ថាអ្នកស្គាល់ខ្លួនឯងជាមនុស្សដែលជោគជ័យហើយអ្នកដែលស្គាល់ភាពខ្លាំងរបស់ខ្លួននឹងយកវាមកប្រើឲ្យកើតទៅជាប្រយោជន៍អ្នកនោះគឺជាមនុស្សដ៏អស្ចារ្យលើសអ្នកដទៃទៅតាមប្រវត្តិសាស្ត្ររបស់លីបៃរឿងមួយដែលគេទទួលស្គាល់ជាទូទៅនោះគឺគាត់ជាប់ខ្សែស្រឡាយរាជវង្សតែបើនិយាយពីឋានៈខាងគ្រួសារវិញគាត់ត្រូវបានគេចាត់ទុកថាជាវណ្ណៈទាបនិងក្រីក្រម្នាក់អញ្ចឹងហើយបានជាមេតបរបស់ឆាវតែងតែចំអកឡោកលើយទៅកាន់លីបៃថាត្រឹមតែជាអ្នកត្បាញកន្ទេលម្នាក់តែប៉ុណ្ណោះហេតុផលដែលគាត់ធ្លាក់ខ្លួនក្រនោះយើងនៅតែមិនយល់នោះក៏ដោយសារតែគាត់បាត់បង់បិតាតាំងតែពីក្មេងដែលបិតារបស់គាត់ជាប់ខ្សែស្រឡាយទៅនឹងព្រះរាជវង្សនោះនៅខណៈពេលដែលមាតារបស់គាត់គ្រាន់តែជាស្ត្រីសាមញ្ញម្នាក់ដែលត្រូវចិញ្ចឹមបីបាច់ដោយក្តីលំបាកមានន័យថាគាត់គឺជាកូនកំព្រាតាំងតែពីតូចក្រូចឆ្មាមិនត្រឹមតែប៉ុណ្ណោះលីបៃមិនត្រឹមតែក្រីក្រប៉ុណ្ណោះទេសូម្បីតែរឿងសិក្សារៀនសូត្រដើម្បីអភិវឌ្ឍខ្លួនក៏មិនសូវចាប់អារម្មណ៍ឬក៏និយាយឲ្យងាយយល់នោះគឺមិនចូលចិត្តរៀនតែម្ដងនៅត្រង់ចំណុចនេះបើយករឿងរ៉ាវជីវិតរបស់គាត់ទៅប្រៀបធៀបទៅនឹងឆាវវិញគឺវាខុសគ្នាយ៉ាងខ្លាំងឆាវទោះបីជាខិលខូចក្បាលរពោចតាំងតែពីក្មេងយ៉ាងណាក៏ដោយចុះតែគាត់មានសតិបញ្ញាមុនចូលចិត្តការសិក្សានិងមានចំណេះវិជ្ជាជ្រៅជ្រះនៅក្នុងសិល្បៈវិជ្ជាជាច្រើនអ្វីដែលសំខាន់គឺគាត់មានជំនាញផ្នែកដឹកនាំតាំងតែពីដើមរៀងមកទើបគាត់ប្រើអំណាចនៅក្នុងនាមជាអ្នកដឹកនាំយ៉ាងអង់អាចនិងដាច់ខាតពេញមួយជីវិតរបស់គាត់លោកស្រីដែលធ្លាប់ទស្សនានៅខ្សែភាពយន្តរឿងភាគសាមកុកច្បាស់ពីស្គាល់អំពីភាពដងអាចរបស់ឆាវបើនិយាយអំពីលីបៃបើគុំតែបានទីប្រឹក្សានាដេកមកជួយទេនោះម្លេះសំជីវិតគាត់មិនដឹងថាបានសម្រេចអ្វីជាដុំកំភួនដែរឬទេចំណុចល្អរបស់លីបៃគឺមានតែមួយគត់គឺប្រវត្តិគ្រួសារដែលប្រាប់ថាខ្សែរាជវង្សជាប្រញាតវង្សនោះតែបើនិយាយឲ្យពិតទៅរឿងនេះមិនអាចយកមកធ្វើជាតលហេខអ្វីបាននោះឡើយអ្នកដែលមិនចូលចិត្តរៀនសូត្រមិនមែនជាមនុស្សល្ងងទេឬអ្នកដែលមិនចូលចិត្តរៀនសូត្រខុសពីមនុស្សល្ងងមិនតិចទេដែលចូលចិត្តរៀនក៏ប៉ុន្តែរៀនមិនតាន់បានប៉ុន្មានផងចំណេះហ្នឹងក៏វាមិនចូលនៅក្នុងខួរក្បាលតាំងចិត្តប៉ុណ្ណាក៏មិនអាចចងចាំយកទៅកែច្នៃអភិវឌ្ឍជីវិតបានដែលខុសពីអ្នកដែលមិនស្រឡាញ់ការសិក្សាមានមិនតិចទេនៅក្នុងប្រវត្តិសាស្ត្រដែលមិនស្រឡាញ់ការសិក្សាតែបែរជាមានអនាគតល្អជាងអ្នកដែលស្រឡាញ់ការសិក្សាទៅវិញហើយដូច្នេះដែរក៏មានអ្នកចូលចិត្តរៀនសូត្រមិនតិចដែរដែលធ្លាក់ខ្លួនលំបាកគួរឲ្យខ្លាចបំផុតក៏ប៉ុន្តែមនុស្សប្រកបស្មើដូចជាលីបៃមិនមែនដូចគ្នានោះឡើយលីបៃបើមិនស្រឡាញ់ការសិក្សាក៏មិនពិតនោះដែរតែគាត់មានលក្ខណៈលេចធ្លោមួយគឺគាត់គឺជាមនុស្សចិត្តទូលាយគឺជាអ្នកដែលមិនស្រឡាញ់ការសិក្សានេះភាគច្រើនគឺជាមនុស្សដែលចូលចិត្តទូលាយមានមិត្តភ័ក្តិច្រើនទោះបីជាមិត្តភ័ក្តិល្អឬអាក្រក់ក៏ដោយហើយមនុស្សប្រភេទនេះបាននិយាយទៅច្រើនតែមានប្រៀបគឺបានសែបគប់មិត្តភ័ក្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទើបធ្វើឲ្យគេមានក្រសែភ្នែកមុតស្រួចចេះមើលមនុស្សចេះយល់ពីកលៈទេសៈចេះប្រើមនុស្សនិងចេះរស់នៅជាមួយមនុស្សច្រើនប្រភេទខុសគ្នាអ្វីបើលីបៃត្រូវបានគេនិយាយតគ្នាថាគាត់មិនស្រឡាញ់ការសិក្សាក៏ដោយចុះក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះលីបៃគឺជាមនុស្សដែលមានចិត្តទូលាយជាហេតុធ្វើឲ្យគាត់អាចចោះសម្រងជាមួយនឹងមនុស្សច្រើនប្រភេទទើបធ្វើឲ្យលីបៃមានសមត្ថភាពលេចធ្លោជាងគេនៅក្នុងរឿងសាមកុកលីបៃធ្លាប់ផ្ញើខ្លួនជាមួយនឹងឆាវធ្លាប់ផ្ញើខ្លួនជាមួយនឹងយិនសាវធ្លាប់ផ្ញើខ្លួនគ្រប់ទីកន្លែងចេះយកចិត្តគេដើម្បីឲ្យបានរស់ពលគឺគាត់អាចសម្របខ្លួននិងបង្ហាញចេញបានយ៉ាងលឿនគឺពេលសប្បាយចិត្តក៏ស្រែកបានយ៉ាងភ្លាមពេលខូចចិត្តទឹកភ្នែករបស់គាត់ក៏ស្រក់មកជោគថ្ពាល់រហូតអាចតាក់ទាញការអាណិតអាសូរពីមនុស្សនៅជុំវិញបានយ៉ាងខ្លាំងបុគ្គលប្រភេទនេះពេលខ្លះត្រូវបានគេប្រៀបធៀបថាជាសុភាពបុរសក្លែងក្លាយឬក៏អាចនិយាយបានថាគឺជាមនុស្សពូកែសម្ដែងនៅពេលដែលស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយចុះអាចសម្របខ្លួនទៅតាមស្ថានភាពនោះនៅពេលនៅក្នុងស្ថានភាពមួយផ្សេងទៀតក៏អាចសម្របខ្លួនទៅតាមស្ថានភាពមួយផ្សេងទៀតបានយ៉ាងភ្លាមនិងមានប្រសិទ្ធភាពថែមទៀតផងខ្ញុំនៅចាំបាននៅឆាកឈុតមួយនៅពេលដែលគូនអ៊ីដែលកាលនោះបានចោះចូលជាមួយនឹងឆាវជាបណ្ដោះអាសន្នបន្ទាប់ពីគេបែកបាក់បងប្អូនទាំង3នោះគូនអ៊ីបានសុំឆាវដើម្បីទៅសម្លាប់មេតបរបស់យិនសាវហើយនៅក្នុងខណៈពេលនោះដែរលីបៃកំពុងតែផ្ញើខ្លួននៅជំរំតបជាមួយនឹងយិនសាវនៅពេលដែលឃើញ
គុនអ៊ីដែលជាប្អូនប្រុសរបស់លីប៉ៃសម្រាប់មេតបរបស់ខ្លួនយានសៅពិតជាខឹងជាខ្លាំងហើយក៏បានបញ្ជាឲ្យគេយកលីប៉ៃទៅកាប់សម្លាប់កចោលហើយលីប៉ៃក៏បានប្រតិកម្មយ៉ាងភ្លាមនិយាយហេតុផលទៅយានសៅក៏បានយល់អំពីហេតុការណ៍នេះហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោតលីប៉ៃថែមទាំងបញ្ចុះបញ្ចូលយានសៅថាឲ្យគេចាក់ចេញពីទីនេះទៅដើម្បីទៅដឹកនាំទៅលួងលោមគុនអ៊ីយកមកបំរើខ្លួនយានសៅថ្មីបើមិនមានប្រាជ្ញាប៉ាធីមោះមុតនោះគេក៏បានអនុញ្ញាតឲ្យលីប៉ៃទៅហើយទីបំផុតលីប៉ៃគឺមិនត្រឡប់មកកាន់យានសៅវិញនោះឡើយនេះត្រូវបានគេចាត់ទុកថាជារឿងមួយដែលលីប៉ៃពូកែមែនទែននៅក្នុងការដោះស្រាយស្ថានភាពទៅតាមស្ថានភាពជាក់ស្ដែងអ្វីដែលធ្វើឲ្យមនុស្សនៅជុំវិញរបស់លីប៉ៃមានភាពស្មោះស្ម័គ្រនិងប្រាជ្ញាតាមចិត្តនោះគឺមហិច្ឆតាដ៏ធំរបស់គាត់គឺកំចាត់ជនក្បត់ពង្រឹងមហាហានលើពីនេះទៅទៀតវាគឺជាជំនឿមនុស្សនៅលោកខាងកើតដែលច្រើនតែជឿទៅលើគ្រូទាយលីប៉ៃធ្លាប់គេទាយតាំងតែពីក្មេងថាគឺជាអ្នកមានបុណ្យនិងអាចក្លាយទៅជាមេដឹកនាំនៃថ្ងៃខាងមុខចំណុចនេះវាអាចជាចិត្តវិទ្យាដើម្បីបណ្ដុះគំនិតមនុស្សយើងក៏ថាបានខ្លួនឯងត្រូវក្លាយទៅជាអ្នកធំនាពេលអនាគតយ៉ាងពិតប្រាកដហើយក៏បានប្រព្រឹត្តទៅតាមអ្នកដែលក្លាយទៅជាអ្នកធំនាពេលអនាគតគឺមិនគិតតែពីឆ្លុះបង្វែងទៅនឹងពាក្យទំនាយនិងមិនចេះស្វាស្វែងនោះទេដូច្នេះហើយតើបលីប៉ៃតែងតែសម្លឹងរកឱកាសជានិច្ចដើម្បីបានទៅធ្វើជាអ្នករាជការឬក៏មន្ត្រីដឹកនាំទ័ពឲ្យខានទៅបានសូម្បីកាលតែពីនៅក្មេងនៅពេលដែលលេងជាមួយមិត្តភ័ក្តិគាត់តែងតែលេងធ្វើជាចវាយឬក៏ធ្វើជាបងធំមានកូនចៅដើរហែហោមថែមទៀតផងនៅក្នុងរឿងសាមកុកអ្នកដែលសរសេរលោកលខ្វាន់តុងលីប៉ៃធ្លាប់ត្រូវបានប្រកាសថាប្រសិនបើបានធ្វើស្ដេចនៅខាងមុខគាត់នឹងឲ្យគេមកកាត់ដើមមននៅក្នុងរបងផ្ទះរបស់ខ្លួនដែលគ្រូទីប្រាប់ថាមានហុងស៊ុយល្អយកមកធ្វើជាដងស្វេតឆ័ត្រហើយជឿជាក់ថាខ្លួនឯងត្រូវតែបានធ្វើស្ដេចយ៉ាងពិតប្រាកដទៅតាមអ្វីដែលហោរាសាស្ត្របានទាយនៅត្រង់ចំណុចនេះទោះបីជាល្អឬក៏មិនល្អយ៉ាងណាក៏ដោយចុះយើងមិនអាចដឹងបានឡើយថាក៏ប៉ុន្តែកាលបើបានអានរឿងសាមកុកក៏ដូចជាបានទស្សនាខ្សែភាពយន្តរឿងភាគសាមកុកហើយនោះយើងក៏នឹងបានឃើញដោយភ្លាមថាលីប៉ៃមានភាពឆ្លាតវៃមិនធម្មតានោះឡើយចេះរំដោះខ្លួនចេញពីគ្រោះភ័យនៅពេលដែលមានគ្រូទាយប្រាប់ថាខ្លួនឯងអាចនឹងបានធំដុំនាថ្ងៃអនាគតធ្វើម្ដេចគេនឹងបណ្ដោយរឿងនេះបានត្រឹមតែជាពាក្យទំនាយនោះរួចក៏យករឿងនេះទៅប្រាប់ញាតិមិត្តបងប្អូនញាតិសន្តានការបើបានឮប្រកាសដូច្នេះហើយបើពិចារណាទៅតាមបុគ្គលិកលក្ខណៈរបស់គេនោះគេក៏នឹងសង្កេតបានថានរណាទៅដែលមិនគ្រប់គ្រងដើម្បីចូលរួមចំណែកនោះដូច្នេះហើយដោយដែលឃើញនៅក្នុងសាច់រឿងរបស់យើងស្រាប់ពូរបស់គាត់ដែលមានឈ្មោះថាលីអ៊ុនតែងតែទុកចិត្តទំនុកបំរុងដោយប្រកាសជាប់អណ្ដាច់ក៏បានចាយវាយស៊ីចុកពីពូក៏ដោយសារតែមានបុគ្គលិកលក្ខណៈល្អនឹងឯងមកដល់ចំណុចនេះយើងក៏បានចាប់ផ្ដើមឃើញពីចំណុចលេចធ្លោរបស់លីប៉ៃហើយក៏បានឃើញពីចំណុចខ្សោយយ៉ាងច្បាស់ផងដែរចំណុចលេចធ្លោរបស់គាត់នោះគឺគាត់អាចសម្របខ្លួនចេះសម្ដែងអារម្មណ៍និងចេះឆក់យកឱកាសយករបស់ល្អមកប្រើសម្រាប់ខ្លួនខ្ញុំនៅចាំបានថាមានវគ្គមួយនៅពេលដែលលីប៉ៃទៅឆាងអានជាមួយនឹងឆាវទៅកលស្ដេចនោះលីប៉ៃបានសូមអនុញ្ញាតពីព្រះរាជាដើម្បីដាក់សម្ពាធទៅកាន់ឆាវដើម្បីអនុញ្ញាតឲ្យគេដឹកនាំទ័ពទៅកំចាត់ជនក្បត់មាននរណានៅពេលដែលលីប៉ៃបានទ័ព 4-50000 នាក់គេក៏មិនត្រឡប់ចូលវាំងទៅគោរពឆាវទៀតនោះដែរអ្វីបើខ្លួនមានផ្លាកបញ្ជាទ័ពគេក៏បានដឹកនាំទ័ពចាក់ចេញពីឆាវម្ដងទៀតធ្វើឲ្យឆាវឈឺក្បាលឡើងដួលផ្ងាទើងតែម្ដងចំណុចខ្សោយរបស់គាត់នៅពេលនោះមាន1-2ក៏មិនចូលចិត្តរៀនសូត្រហើយសំខាន់បំផុតនោះគឺលើពេតែងតែយកមកប្រើចំណុចដែលដឹងថាខ្លួនឯងនឹងគឺជាមនុស្សដែលមិនមានគ្រឹះមមតំនោះទេអ្វីដែលលើកមកពីខាងដើមគឺជាចំណុចខ្សោយឲ្យកាន់តែលេចធ្លោចេះប្រែចំណុចខ្សោយទៅជាចំណុចខ្លាំងគឺជាមូលដ្ឋានគ្រឹះនៃកម្ពូលមនុស្សនោះហើយយើងក៏បានឃើញយ៉ាងច្បាស់ថានៅក្នុងខ្លួនរបស់លីប៉ៃដោយដែលបានរៀបរាប់មកមួយកំភ្លុះនេះគាត់មិនរៀនមិនពូកែឡើយចំណែកឯមិត្តភ័ក្តិរបស់គាត់ដូចជាលូតិតនិងអង្គសុនចាងវិញក៏បានរៀនពួកគេធ្វើការរាជការអស់លូតិតមានឋានៈធំរហូតដល់ព្រះចៅហាន់ទៀនទីតែងតាំងឲ្យធ្វើជាមេទ័ពទៅបង្ក្រាបពួកចលាចលកន្សែងលឿងផងតែលីប៉ៃនៅតែត្បាញកន្ទេលលក់និងនៅតែតោគ្មានគោលដៅនោះឡើយលីប៉ៃចេះជ្រើសរើសចំណុចខ្លាំង
និងចំណុចខ្សែរបស់ខ្លួនយកមកប្រើពលគឺនៅពេលដែលគាត់មានឱកាសបានជួបនឹងមិត្តភក្តិថ្មីដូចជាចាងហ្វីនិងគួនអ៊ីនៅពេលក្រោយមកគាត់ចេះទាញយកចំណុចខ្លាំងរបស់ខ្លួនមកដាក់លក់មិនវាលែងសូម្បីតែជ្រើសរើសយកចំណុចខ្សោយរបស់ខ្លួនដើម្បីទាក់ទាញទឹកចិត្តមនុស្សបានយ៉ាងច្រើនថែមទៀតផងដូច្នេះហើយបានជាឆាវឆាយធ្លាប់និយាយថាពេលខ្លះគាត់ពិតជាច្រណែនលីប៉ៃមែនទែនលីប៉ៃមានមនុស្សខ្លាំងៗជាច្រើនដែលស្ម័គ្រស្លាប់ជំនួសគាត់ដែលស្ម័គ្រធ្វើការឲ្យគាត់ដូចជាកំពូលមេតបខ្លាទាំង5របស់លីប៉ៃដូចជាជូកាលៀងដូចជាចៅជីឡុងដូចជាគុនអ៊ីនិងចាងហ្វីជាដើមខ្ញុំនៅចាំបានថានៅពេលដែលលីប៉ៃបានជួបនឹងចាងហ្វីនៅក្នុងការណែនាំខ្លួនគាត់តែងតាំងប្រាប់ភ្លាមៗថាយើងគឺជាព្រះញាតិវង្សព្រះចៅអត្រិចហាន់កេងទីហើយនៅពេលដែលប្រកាសណាអ្នកដែលបានឮនឹងមានអារម្មណ៍អ្វីមួយយ៉ាងជាពិសេសនោះថាខ្លួនឯងមានវណ្ណៈតូចតាចក៏ប៉ុន្តែលីប៉ៃឆ្លាតជាងនេះនៅពេលដែលបញ្ញាអារម្មណ៍ឲ្យអ្នកស្ដាប់មានអារម្មណ៍ថាតូចទាបជាងខ្លួនហើយទើបប្រញាប់យកចិត្តគូសន្ទនាបន្តហើយក៏បានបើកឱកាសឲ្យគូសន្ទនាកើតមានអារម្មណ៍ល្អៗដែលបើកចំហទៅភ្លាមៗថាចង់ជួយសង្គ្រោះប្រទេសជាតិស្ដារមហាហានកុំចាត់ជនក្បត់ជាដើមរំពេចនោះចាងហ្វីដែលមានមោទនភាពចំពោះខ្លួនឯងស្រាប់ទៅហើយថាមានទ្រព្យសម្បត្តិធនធានគួរសមព្រោះគាត់គឺជាអ្នកលក់ដូរថែមទាំងមានកម្លាំងខ្លាំងក្លាទើបមានអារម្មណ៍ស្មើឡើងវិញភ្លាមមនុស្សយើងនៅពេលដែលមានអារម្មណ៍ថាស្មើគ្នាហើយក៏មិនពិបាកនឹងនិយាយគ្នានោះឡើយហើយថែមទាំងមានឧត្តមគតិដូចគ្នាថែមទៀតនោះទើបបានជាធ្វើឲ្យទំនាក់ទំនងគឺដោយរលូននិងស្រស់ស្រាយក្រោយមកទៀតនៅពេលដែលជួបគូនអ៊ីក៏រត់តែស្រឡាញ់គ្នាខ្លាំងព្រមមានឧត្តមគតិរួមគ្នានៅត្រង់ចំណុចនេះហើយក៏ជាចំណុចលេចធ្លោរបស់មនុស្សដែលនឹងក្លាយទៅជាអ្នកធំដូចជាលីប៉ៃនេះដែរលីប៉ៃអាចលក់បានគ្រប់យ៉ាងសូម្បីតែចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនលក់យកមកធ្វើជាប្រយោជន៍យ៉ាងហោចណាស់ការយកមកទិញទឹកចិត្តមិត្តដែលរួមស្បត់នឹងគ្នាអ្វីបើមិនបានកាត់ថ្ងៃជាមួយគ្នានិងស្លាប់នៅក្នុងថ្ងៃជាមួយគ្នារហូតក្លាយទៅជាបងប្អូនស្រឡាញ់គ្នាដល់ថ្ងៃស្លាប់មិនអាចយកអ្វីមកបញ្ឆោតឡើយមិនចាំបាច់យកអ្វីមកអូសទាញដើម្បីឲ្យបានមិត្តល្អនិងមិត្តស្លាប់រស់ដោយមិនចាំបាច់អស់អ្វីឡើយគេនិយាយថាអ្នកស្គាល់ខ្លួនឯងគឺជាមនុស្សដែលជោគជ័យហើយអ្នកដែលស្គាល់ភាពខ្លាំងរបស់ខ្លួននិងយកវាមកប្រើឲ្យកើតទៅជាប្រយោជន៍បានអ្នកនោះគឺជាមនុស្សដែលអស្ចារ្យលើសអ្នកដទៃប្រទេសជាតិកើតចលាចលគ្រានេះរកនរណាម្នាក់មកជួយសង្គ្រោះមិនបានបើខ្ញុំស្លាប់ក៏ស្លាប់ទៅចុះសូម្បីឲ្យតែលោកបានរស់ដើម្បីគិតជួយសង្គ្រោះប្រទេសជាតិជាបន្តនេះគឺជាពាក្យពំនោរបស់កូនចៅលីប៉ៃដែលត្រូវបានគេកត់ត្រានៅក្នុងខ្សែភាពយន្តរឿងសាមកុកមនុស្សមានទឹកចិត្តយកឈ្នះចិត្តមនុស្សបានទាំងផែនដីភាពស្មោះត្រង់ក៏អាចជ្រើសយកទៅទិញទឹកចិត្តនរណាម្នាក់ក៏បានសូម្បីតែអ្នកក្រេកលាក់ខ្លួនក៏ត្រូវតែទន់ចិត្តដែរមនុស្សដូចជាលីប៉ៃមានសមត្ថភាពខ្ពស់បើប្រៀបធៀបនឹងមនុស្សអស្ចារ្យនៅក្នុងសម័យជាមួយគ្នាគេតែងតែប្រៀបធៀបលីប៉ៃទៅនឹងឆាវនិងអ្នកឯទៀតមើលទៅដូចជាមិនតិចជាងនោះឡើយអ្វីដែលអ្នកផ្សេងមានអ្នកផ្សេងទៀតក៏មានយ៉ាងណាក៏ដោយចុះអ្វីដែលលីប៉ៃមានអ្នកផ្សេងអាចមិនមានឬមានតិចជាងគាត់យ៉ាងពិតប្រាកដជាពិសេសរឿងទឹកចិត្តនិងភាពស្មោះត្រង់លីប៉ៃមានជម្រើសច្រើនលើសលប់ហើយអាចយកមកប្រើកាត់ជាប្រយោជន៍ទៅដល់ខ្លួនឯងបានជានិច្ចលើពីនេះទៅទៀតភាពស្មោះត្រង់របស់លីប៉ៃនេះហើយដែលគេយកចិត្តទុកដាក់បង្កើតបានទៅជាមិត្តភាពដ៏ស៊ីជម្រៅដែលសុខចិត្តលះបង់អ្វីគ្រប់យ៉ាងបូជាចំពោះលីប៉ៃបើធៀបទៅនឹងឆាវវិញយើងក៏នឹងឃើញថាឆាវក៏មានមន្តស្នេហ៍និងគោលការណ៍គ្រប់គ្រងមនុស្សមិនតិចដែរគឺឆាវប្រើវិធីទាក់ទាញទឹកចិត្តដោយទំនុកបម្រុងនិងការគ្រប់គ្រងឆាវប្រើទាំងអំណាចនិងទូនាទីនរណាធ្វើល្អមានរង្វាន់លើកទឹកចិត្តបានឡើងបនស័ក្តិបានមានពេជ្រកែកងពីទូសូរកានតែបើនរណាធ្វើខុសមិនធ្វើទៅតាមបញ្ជាអ្នកនោះនឹងត្រូវមានគ្រោះថ្នាក់ឬត្រូវទទួលទោសទណ្ឌទៅតាមការបញ្ជាដោយកលការធ្វើឲ្យកូនចៅដែលរួមរស់ជាមួយនឹងឆាវដណ្ដើមគ្នាយកស្នាដៃនិងប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលដែលប្រតិបត្តិការងារតែបើត្រឡប់ទៅមើលលីប៉ៃវិញអ្វីដែលគេយកមកប្រើជាមួយនឹងមិត្តភ័ក្តិអ្នកធំឬក៏សូម្បីតែកូនចៅនៅជាមួយនោះគឺភាពស្មោះត្រង់និងគុណធម៌សូម្បីតែខុងបិញក៏ធ្លាប់លុតជង្គង់
នឹងអោនគោរពចំពោះគុណធម៌របស់លីប៉ៃនេះលីប៉ៃលើកដំកើងមនុស្សពូកែដូចជាឆាវដែរតែគេមិនអាចទិញទឹកចិត្តមនុស្សដោយភាពស្មោះត្រង់ទ្រព្យសម្បត្តិក៏គេមិនមានបដូរទៅដែរទៅបានជាគេគ្មានមនុស្សពូកែច្រើនដូចជាឆាវយ៉ាងណាក៏ដោយចុះមនុស្សពូកែដែលមកចូលរួមជាមួយនឹងលីប៉ៃនោះបើមកហើយគឺមានន័យថាគ្មាននរណាម្នាក់ចង់រត់គេចឬក៏ចង់ចាក់ចេញពីគេនោះឡើយដូចជាចៅជាឡុងជាដើមភាពស្មោះត្រង់របស់លីប៉ៃដែលយើងបានឃើញតាំងតែពីដើមរៀងមកនោះគឺចាប់តាំងតែពីបានរួមស្បត់ជាមួយនឹងគុនអ៊ីនិងចាងហ្វីមកម្លេះលីប៉ៃគ្រាន់តែប្រាស្នាញញឹមនឹងការតាំងចិត្តរបស់ខ្លួនប៉ុណ្ណោះបដូរយកមិត្តសម្លាញ់ទាំងពីរហើយដោយអាកប្បកិរិយានិងបុគ្គលិកលក្ខណៈចេះបន្ទាបខ្លួនមានភាពស្មើចុងស្មើដើមរបស់គាត់ធ្វើឲ្យបងប្អូនរួមសម្បត្តិស្រឡាញ់គ្នានិងសុខចិត្តលះបង់កម្លាំងកាយចិត្តចំពោះគាត់រឿងសំខាន់ដែលត្រូវវិភាគឲ្យស៊ីជម្រៅជាងនេះការពិតលីប៉ៃគឺជាមនុស្សឆ្លៀសវៃយកតែមែនទែនព្រោះគាត់យល់ច្បាស់ពីសង្គមរបស់គាត់យ៉ាងច្បាស់ហើយគាត់ក៏មានមនុស្សទទួលស្គាល់ច្រើនជាងគេបំផុតផងដែររឿងស្មោះត្រង់នេះត្រូវយល់ឲ្យច្បាស់ថាសម្រាប់ជនជាតិចិនវិញទស្សនៈរបស់ខុងជីដែលគេប្រកាន់ខ្ជាប់ទូទាំងប្រទេសដែលយើងដឹងច្បាស់នោះគឺកោការភាពស្មោះត្រង់និងកតញ្ញូអ្នកស្រុកទូទៅសិតតែផ្ដល់តម្លៃនិងសារៈសំខាន់ចំពោះរឿងនេះជាពន្លឹកដូច្នេះហើយនៅពេលដែលលីប៉ៃបានបង្ហាញពីទឹកចិត្តនិងបើកចំហពីខ្លួនឯងនោះហ៊ាននិយាយថាប្រកាសជាអាចទិញទឹកចិត្តមិត្តសម្លាញ់ទាំងអស់បានដែលប្រវត្តិសាស្ត្របានកត់ត្រាទុកហើយមនុស្សជំនាន់ក្រោយក៏បានសិក្សាអំពីលីប៉ៃផងដែរដោយសារតែជនជាតិចិនបានផ្ដល់ការគោរពនិងលើកតម្កើងពីភាពស្មោះត្រង់និងកតញ្ញូទៅពាក្យសម្បត្តិនៅក្នុងសួនផ្កាអង្គរសិលបានคล้ายទៅជារឿងដ៏ល្បីតគ្នាដើម្បីជាការលើកតម្កើងទៅដល់លីប៉ៃគុនអ៊ីនិងចាងហ្វីដែលជាគំរូនៃការបដិបត្តិតគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយរហូតមកដល់សព្វថ្ងៃពាក្យសម្បត្តិស្បែកសច្ចានៅក្នុងរឿងសាមកុកពោលទុកបន្តពីលីប៉ៃនិងគុនអ៊ីនិងចាងហ្វីមានគំនិតស្របគ្នាស្ម័គ្រចិត្តទិញទៅបង្ក្រាបពួកចលាចលកុនសៃលឿងរួចមកក៏បានបបួលគ្នាទៅកាន់ផ្ទះចាងហ្វីដើម្បីរួមស្បត់ដោយមានសេចក្តីថាលុះព្រឹកឡើងចាងហ្វីរៀបចំសេះសក្របីខ្មៅមានទៀនធូបនិងគ្រឿងបូជាផ្សេងរួចក៏បានបបួលគ្នាទៅកាន់សួនទៅដុតទៀនធូបថ្វាយបង្គំសំពះទេវតាហើយរាប់អានលីប៉ៃជាបងធំគួនអ៊ីជាបងបន្ទាប់និងខ្លួនជាប្អូនពៅបន្ទាប់ពីលីប៉ៃគួនអ៊ីនិងចាងហ្វីបានស្បត់ស្បែកនៅសួនផ្កាអង្គរសិលធ្វើជាបងប្អូនរួមឈាមនិងស្មោះត្រង់គ្នារហូតដល់ថ្ងៃស្លាប់លទ្ធផលនៃពាក្យស្បត់នៅក្នុងសួនផ្កាអង្គរសិលក៏បានធ្វើឲ្យពួកគេទាំង3ចេះស្រឡាញ់គ្នាដូចជាបងប្អូនមិនកើតនៅពេលដែលលីប៉ៃគួនអ៊ីនិងចាងហ្វីចេញទៅបង្ក្រាបពួកចលនាកុនសែងលឿងលីប៉ៃបានឃើញតង់ជូនិងកងទ័ពរាជការបែកបាក់តបត្រូវពួកចលនាកុនសែងលឿងដេញតាមទើបចូលទៅជួយក្រោយមកតង់ចលក៏បានសាកសួរលីប៉ៃថាឯងមានតំណែងជាមន្ត្រីឋានៈអ្វីទៅហើយលីប៉ៃក៏ប្រាប់ថាខ្ញុំគ្មានតំណែងជាមន្ត្រីអ្វីនោះឡើយទើបតង់ជួសម្ដែងអាកប្បកិរិយាមើងងាយមើលថោកលីប៉ៃគួនអ៊ីនិងចាងហ្វីក៏បានធ្វើឲ្យចាងហ្វីខឹងជាខ្លាំងចាប់ដាវហៀបនឹងសម្លាប់តង់ចោចោលតែត្រូវគួនអ៊ីខាត់ទើបលីប៉ៃនិយាយថាយើងទៅ3នាក់បងប្អូនបានអ្វីត្រូវទៅចែកចាយរំលែកគ្នាទៅណាមកណាទៅជាមួយគ្នាមិនត្រូវបែកបាក់គ្នានោះឡើយគ្រាដែលលីប៉ៃធ្វើសង្គ្រាមចាញ់ឆាវឆាវនៅឯស្រុកស៊ីជើឃ្លាតឆ្ងាយចេញពីគួនអ៊ីនិងចាងហ្វីលីប៉ៃរត់ទៅជ្រកជាមួយនឹងយានសាវនៅខណៈពេលដែលចាងហ្វីបែកទៅដណ្ដើមយកក្រុងតូចហើយបោះតង់ធ្វើជាក្រុមចៅស្របពេលជាមួយគ្នានោះគួនអ៊ីត្រូវឆាវឆាវប្រើល្បិចឡោមព័ទ្ធចាប់ខ្លួននៅឯក្រុងហ្វេហ្វឺហើយចាងលាវមកបញ្ចុះបញ្ចូលគួនអ៊ីមានសំណើ3ខពីឆាវឆាវទី1យើងសូមធ្វើជាអ្នកបម្រើព្រះចៅហានសៀនទីតែមួយអង្គត់និងទី2យើងសូមបម្រើបងថ្លៃស្រីទាំងពីរហើយហាមមនុស្សចេញចូលដល់មាត់ទ្វារដែលគាត់ទាំងពីររស់នៅសូមយកប្រាក់បៀវត្សរបស់លីប៉ៃដែលទទួលបានពីរាជការទៀននោះឲ្យដល់បងថ្លៃស្រីទាំងពីរទី3យើងដឹងថាលីប៉ៃនៅកន្លែងណាទោះជាយើងមិនបានលាលោកអបរាជក៏យើងត្រូវតែទៅរកលីប៉ៃទ
តួជាមហាអូប្រាជ្ញហាមឃាត់យ៉ាងណាក៏មិនស្ដាប់ឆាវក៏បានយល់ព្រមទៅនឹងសំណើទាំង3ខទើបគួនអ៊ីបានចុះពីភ្នំហើយមកចុះចូលជាមួយនឹងឆាវជាបណ្ដោះអាសន្នឆាវនាំគួនអ៊ីថ្វាយខ្លួនទៅដល់ព្រះចៅហានសៀនទីព្យាយាមចិញ្ចឹមបីបាច់គួនអ៊ីបានយ៉ាងល្អដើម្បីឲ្យភ្លេចពីគុណបំណាច់របស់លីប៉ៃពីមុនបានផ្ដល់ពាក្យពេចន៍ក្រណាត់សម្ពុតល្អឆាវតែងតែធ្វើល្អទៅដល់គួនអ៊ីទាំងសាច់ពពែម្ហូបឆ្ងាញ់ស្រាល្អស្រីស្អាតតែងយកមកឲ្យគួនអ៊ីដើម្បីសង្ឃឹមថាថ្ងៃណាមួយគួនអ៊ីនឹងបាក់ចិត្តហើយឈប់នឹកនាទៅដល់លីប៉ៃ3ថ្ងៃគេរៀបចំតុឲ្យម្ដង5ថ្ងៃម្ដងរកស្រីរូបស្អាតចំនួន10នាក់មកឲ្យទៅបម្រើដើម្បីឲ្យគួនអ៊ីឆ្លក់វង្វេងយ៉ាងណាក៏ដោយចុះគួនអ៊ីបែរជាមិនចាប់អារម្មណ៍ទៅនឹងទ្រព្យសម្បត្តិនិងស្រីស្អាតដែលឆាវរៀបចំឲ្យទៅវិញចិត្តគិតតែរកផ្លូវត្រឡប់ទៅរកលីប៉ៃឆាវឃើញគួនអ៊ីចាស់ទៅប្រកូលអាវថ្មីឲ្យក៏ប៉ុន្តែគួនអ៊ីបានយកអាវចាស់មកពាក់លើអាវថ្មីដែលហេតុផលថាអាវចាស់នេះគឺជារបស់ដែលលីប៉ៃឲ្យលីប៉ៃទៅទីណាក៏មិនដឹងទើបខ្ញុំយកអាវនេះមកពាក់នៅខាងក្រៅដើម្បីបានឃើញមុខលីប៉ៃបើខ្ញុំយកអាវថ្មីពាក់នៅខាងក្រៅមនុស្សទាំងពួងនឹងនិន្ទាថាបានថ្មីផ្លេចចាស់ឆាវឃើញសេះរបស់គួនអ៊ីមានរាងស្គមស្គាំងព្រោះมันអាចទ្រនឹងទម្ងន់របស់គួនអ៊ីបានទើបប្រគល់សេះទន្សាយក្រហមរបស់លីពូឲ្យទៅគួនអ៊ីពិតជាសប្បាយចិត្តជាពន្លឹករហូតដល់ថ្នាក់លុតជង្គង់គ្រប់ឆាវជាច្រើនលើករហូតធ្វើឲ្យឆាវសង្ស័យទើបសួរថាខ្ញុំប្រគល់មាសពេជ្ររបស់របរដល់លោកជាច្រើនឃើញលោកមិនពេញចិត្តត្រេកអរដូចជាលោកប្រគល់សេះនេះដូចជាខ្ញុំប្រគល់សេះនេះទៅឡើយសោះហេតុអ្វីបានជាលោកស្រឡាញ់សេះដែលជាសត្វតិរិឆានខ្លាំងជាងទ្រព្យសម្បត្តិមាសពេជ្រកាយកងពីទូសុរកានទៅទៀតគួនអ៊ីក៏បានឆ្លើយដោយហេតុផលថាខ្ញុំធ្លាប់ឮមកថាសេះទន្សាយក្រហមមួយក្បាលនេះមានកម្លាំងខ្លាំងអស្ចារ្យអាចធ្វើដំណើរមួយថ្ងៃបាន4000យោជន៍សំទោសមួយថ្ងៃបាន400យោជន៍បើខ្ញុំដឹងថាលីប៉ៃនៅទីណាទោះបីជាឆ្ងាយប៉ុណ្ណាក៏ខ្ញុំនឹងបោះសេះទៅរកបងប្រុសរបស់ខ្ញុំដូច្នេះហើយបានជាខ្ញុំពិតជាត្រេកអរមែនទែនសូមអរគុណដល់ទឹកចិត្តរបស់លោកអូប៉ារ៉ាដែលបានប្រគល់សេះទន្សាយក្រហមនេះមកឲ្យខ្ញុំរឿងនេះក៏ដោយសារទីលីប៉ៃមានភាពស្មោះត្រង់តាំងតែពីដើមមកធ្វើឲ្យមនុស្សសុកចិត្តស្លាប់ដើម្បីគេភ្លាមប្រហែលជានៅចាំបានហើយលីប៉ៃប្រែគួនអ៊ីទៅរក្សាក្រុងកេងចៅដែលជាក្រុងយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅក្នុងការវាយឡើងតទៅភាគខាងជើងដើម្បីធ្វើសង្គ្រាមទល់នឹងឆាវសុនឈៀនបានគ្រប់គ្រងនៅតាំងដែលយល់ឃើញថាកេងចៅដែលគួនអ៊ីដណ្ដើមយកទៅគ្រប់គ្រងនោះចាត់ទុកថាជាគ្រោះធំមួយនៅទីបំផុតគួនអ៊ីត្រូវចាញ់នៅក្នុងការប្រយុទ្ធហើយត្រូវបានគេកាត់ក្បាលធ្វើឲ្យលីប៉ៃខូចចិត្តជាពន្លឹកដែលពេលនោះគេគឺជាស្ដេចនៃនគរស៊ូទៅហើយការបាត់បង់គួនអ៊ីនិងក្រុងកេងចៅរាប់ថាជាគ្រោះធំមួយផ្នែកសម្រាប់យុទ្ធសាស្ត្រខុងមិនដឹងថាលីប៉ៃប្រកាសជាមិនអាចឈរមើលគួនអ៊ីស្លាប់ដោយមិនសងសឹកបាននោះឡើយព្រោះគួនអ៊ីមិនត្រឹមតែជាមេតបសំណប់ប៉ុណ្ណោះទេតែជាបងប្អូនរួមសម្បត្តិថែមទៀតផងបើយកគោលការណ៍យុទ្ធសាស្ត្រដែលខុងមិញបានរៀបគម្រោងទុកនោះលីប៉ៃត្រូវចងសម្ព័ន្ធមិត្តជាមួយនឹងសុនឈៀនដែលមានន័យថាលីប៉ៃត្រូវអត់ធ្មត់ធ្វើមិនដឹងធ្វើមិនលឺចំពោះសុនឈៀនតទៅទៀតដើម្បីអាចចងសម្ព័ន្ធមិត្តនឹងគ្នាបានក៏ប៉ុន្តែការនៅស្ងៀមធ្វើមិនដឹងធ្វើមិនលឺទាំងដែលខាងតុងអ៊ូបានសម្លាប់គួនអ៊ីយ៉ាងដូច្នេះអាចធ្វើឲ្យលីប៉ៃត្រូវបានគេមើលថាជាមនុស្សគ្មានទឹកចិត្តគិតតែពីផលប្រយោជន៍ធំជាងមិត្តភាពបងប្អូនដែលធ្វើឲ្យជំនឿរបស់លីប៉ៃមិនគង់វង្សនោះឡើយនៅខណៈពេលនោះលីប៉ៃក៏បានគ្រងរាជជាស្ដេចមិនចាំបាច់ផ្សងស្លាប់រស់ចេញទៅប្រយុទ្ធដើម្បីរួមស្បត់ក៏បានក៏ប៉ុន្តែដើម្បីសងសឹកឲ្យប្អូនរួមសម្បត្តិដូចជាគួនអ៊ីធ្វើឲ្យគេពេញចិត្តពីរាជប្រកាសសង្គ្រាមនិងមេតបទាំងឡាយដឹកនាំទ័ពដើម្បីចេញទៅច្បាំងនៅតុងអ៊ូលើប៉ៃគឺជាមនុស្សមានទឹកចិត្តតាំងតែពីយូរលះមកហើយមិនត្រឹមតែជាបងប្អូនរួមសម្បត្តិប៉ុណ្ណោះទេសូម្បីជាមួយនឹងលីពាវម្ចាស់ក្រុងកេងចៅដែលបានប្រគល់ក្រុងតែមិនព្រមយកព្រោះមិនចង់មានឈ្មោះថាដណ្ដើមទ្រព្យសម្បត្តិពីមុនប្រគល់ដូចគ្នាតែបើតាមគោលការណ៍យុទ្ធសាស្ត្រត្រូវតែដណ្ដើមយកឲ្យបានដូច្នេះទើបគាត់បង្ហាញពីភាពមានទឹកចិត្តដែលអាចឈ្នះចិត្តមនុស្សគ្រប់គ្នាពេញមួយផែនដីមិនត្រឹមតែប៉ុណ្ណោះទៀតសោតនៅក្នុងវណ្ណកម្មសាងកុកមានច្រើនឈុតច្រើនឆាកមែនទែនដែលបង្ហាញឲ្យឃើញអំពីទឹកចិត្តរបស់លីប៉ៃ
ដែលគេយកមកប្រើបានយ៉ាងមានប្រសិទ្ធភាពហើយគ្រាមួយដែលសំខាន់នោះគឺពេលដែលគេធ្វើដំណើរទៅអញ្ជើញជូកលៀងមកធ្វើជាទីប្រឹក្សាដល់ថ្នាក់ធ្វើដំណើរឆ្លងកាត់ព្រិលនិងភ្លៀងរហូតដល់3លើកក៏គាត់នៅតែមិនរៀថយហើយនៅទីបំផុតការពុះពៀននិងជំនឿចិត្តចង់បានខុងមិញមកធ្វើជាទីប្រឹក្សាក៏ទទួលបាននូវភាពជោគជ័យអាចនិយាយបានថាទឹកចិត្តបរិសុទ្ធអាចយកទៅទិញចិត្តទឹកចិត្តនរណាក៏បានសូម្បីតែអ្នកដេកលាក់ខ្លួននៅក្នុងព្រៃប្រឹក្សាគ្រីបុបតាវរហើយនេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អ្នកដែលចង់ក្លាយទៅជាអ្នកធំនៅលើពិភពលោកភរិយាប្រៀបដូចជាសម្លៀកបំពាក់រហែកឬបាត់អាចរកថ្មីបានបងប្អូនប្រៀបដូចជាដៃស្ដាំនិងដៃឆ្វេងបើដាច់ហើយពិបាកនឹងតវិញបានណាស់មហិច្ឆតាគឺជាគ្រឹះនៃភាពជោគជ័យលីប៉ៃមិនមែនជាមនុស្សរងចាំឱកាសចូលមករកខ្លួននោះឡើយគេតែងតែរកឱកាសជានិច្ចនេះគឺជាផ្នែកមួយនៃចរិតរបស់បុគ្គលជោគជ័យទាំងឡាយនៅក្នុងពិភពលោកមិនថាសម័យកាលណាសម័យកាលណីនោះឡើយមានពំនោមមួយបានពោលថាអ្នកដែលនឹងទទួលជោគជ័យត្រូវតែមានកម្លាំងជំរុញឬក៏មហិច្ឆតាដែលចង់បាននៅភាពជោគជ័យប្រកបណាស់អ្វីទាំងអស់នេះសិតតែមាននៅក្នុងខ្លួនលីប៉ៃអ្នកដឹងឡើងមកជាកម្ពុជាមនុស្សនៅក្នុងសម័យសាមកុកអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តសាមកុកក៏ដូចជាបានអានក៏បានឃើញតាំងតែពីដើមរួចទៅហើយសូម្បីតែកាលពីក្មេងគេលេងជាមួយនឹងក្មេងដូចគ្នាគេច្រើនធ្វើជាអ្នកដឹកនាំអ្វីដែលសំខាន់គឺធ្លាប់ឮគេប្រកាសថាថ្ងៃណាមួយបើគេបានខ្លាយទៅជាអ្នកធំគេនឹងកាប់ដើមមនមកធ្វើជាដងស្វេតឆ័ត្ររបស់ខ្លួននេះជាការបង្ហាញឲ្យឃើញថាលីប៉ៃគិតថាខ្លួនឯងត្រូវទៅធ្វើធំនាពេលអនាគតយ៉ាងពិតប្រាកដមជ្ឈតារបស់គេមានតាំងតែពីក្មេងមកម្ល៉េះដូច្នេះកាលបើមានមហិច្ឆតារួមផ្សំទៅនឹងគំនិតនិងចំណេះដឹងដែលយល់ច្បាស់រហូតមកខ្លួនឯងជាប្រញាប់វងនឹងគេដែរនោះបើនិយាយឲ្យយុត្តិធម៌ទៅអាចទៅរួចដែលនឹងមានឱកាសធ្វើជាស្ដេចហើយបានក្លាយទៅជាកម្លាំងជំរុញរឹតតែធ្វើឲ្យគេមានមហិច្ឆតាកាន់តែខ្លាំងឡើងថែមទៀតទោះជាឧបសគ្គនៅខាងមុខខ្លាំងប៉ុណ្ណាក៏ដោយភាពក្រីក្រភាពគ្មានទីពឹងពំនាក់អាស្រ័យក៏លីប៉ៃមិនមើលរំលងពីភាពក្រីក្ររបស់គេដែលជាចំណុចខ្សោយហើយកែប្រែកែខៃវិវត្តคล้ายទៅជាចំណុចខ្លាំងមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគាត់ទទួលបានមិត្តភាពពីបងប្អូននិងមនុស្សនៅជុំវិញគាត់មិនបណ្ដោយឲ្យមហិច្ឆតារបស់ខ្លួនសាបរលាបពីអារម្មណ៍របស់គាត់ឡើយនៅពេលដែលរួបរวมបង្កើតបានទៅជាកងពលទាហានមួយកងបានហើយប្រសិនបើមនុស្សមិនចេះគិតប្រកបជាមិនដឹងថាត្រូវធ្វើដូចម្តេចនោះឡើយយ៉ាងណាក៏ដោយចុះលីប៉ៃបណ្ដោយឲ្យស្ថានភាពនាំផ្លូវដោយគេបានដឹកនាំកងទ័ពរបស់ខ្លួនទៅច្បាំងរហូតទទួលជោគជ័យសាងគេឈ្មោះបោះសម្លេងរហូតយានសៅម្ចាស់ក្រុងគង្គួនផ្ញើសម្បត្តិឲ្យគេចូលមករួមប្រយុទ្ធនៅពេលដែលគេលើកកម្លាំងរបស់ខ្លួនចេញទៅធ្វើតាមបញ្ជានិងទទួលបានគុណបំណាច់បន្តិចបន្តួចលីប៉ៃបានសម្លឹងរកឱកាសដល់ខ្លួនឯងជាបន្តបន្ទាប់នេះជាការឲ្យដឹងថាសម្លាញ់ការពីក្មេងដូចជា Lutex ដែលកាលនោះជាមេតបសំខាន់របស់អាត្រិកឡែនតេចោតធ្វើសង្គ្រាមនៅឯជាក្រុងមួយទៀតទើបគេស្នើសុំកម្លាំងចេញទៅជួយ Lutex នៅឯក្រុងកុងចុងតអាចនិយាយបានថាគេដឹងពីវិធីដឹកនាំខ្លួនឯងឲ្យឈរនៅលើចំណុចណាក្រោយមកលីប៉ៃបានទទួលការងារដំបូងដោយលូតិតលើកឲ្យលីប៉ៃធ្វើជាមេទ័ពគេបានជួយកងទ័ពហុងហ៊ូសុងនិងហុងជួយរហូតដល់សម្លាប់មេចៅចាងជាងចោលតែគេក៏ទទួលបានគុណសម្បត្តិនិងតំណែងនៅក្នុងរាជការដែរក៏ប៉ុន្តែលីប៉ៃមិនព្រមឱកាសល្អកន្លងផុតទៅនោះឡើយកាលបើគ្មានអ្នកណានិយាយពីស្នាដៃខ្លួនទៅរកឱកាសបង្ហាញឲ្យគេឃើញគ្រានោះនៅពេលដែលគេកំពុងដើរនៅក្នុងក្រុងដោយអារម្មណ៍តូចចិត្តស្រាប់តែបានជួបនឹងមន្ត្រីម្នាក់ទៅប្រញាប់ចូលទៅនាំខ្លួនហើយប្រាប់ពីស្នាដៃរបស់ខ្លួននៅទីបំផុតមន្ត្រីនោះក៏បាននាំយកស្នាដៃរបស់គេទៅរាយការណ៍ថ្វាយដល់ព្រះមហាក្សត្រទើបគេទទួលបានតំណែងជាម្ចាស់ក្រុងហើយនេះគឺជារឿងដែលលីប៉ៃបង្ហាញឲ្យឃើញថាគេមិនមែនជាមនុស្សរងចាំឲ្យឱកាសចូលមករកខ្លួននោះឡើយគេតែងតែរកឱកាសជានិច្ចនេះគឺជាផ្នែកមួយនៃចរិតរបស់អ្នកដែលនឹងទទួលបាននៅភាពជោគជ័យមិនត្រឹមតែប៉ុណ្ណោះ
កម្លាំងមហិច្ឆតារបស់គេថែមទាំងជួយជំរុញខ្លួនគេឲ្យចេះបើកឱកាសដល់ខ្លួនឯងជានិច្ចដូចជាករណីដែល CC ណែនាំលោកគ្រូហុកឡុងដែលប្រែធនីអ្នកខ្លួនរហស្សនាមរបស់ខុងមិញឲ្យគេដឹងថាគេម្នាក់នេះមានចំណេះដឹងនិងសមត្ថភាពខ្ពស់នោះលេបៃខិតខំស្វះស្វែងរហូតដល់បានជួបនិងធ្វើគ្រប់យ៉ាងដើម្បីបានខុងមិញមកធ្វើជាទីប្រឹក្សាឬសូម្បីតែពេលលេបៃបានក្លាយទៅជាម្ចាស់ក្រុងតូចៗដែលគេវាយកាន់កាប់ហើយក៏ដោយចុះគេតែងតែនិយាយជាញឹកញាប់ថាពេលណាទៅបានធ្វើធំនឹងគេទៅបើគេនៅតែបណ្តែតបណ្ដោយខ្លួនឯងហើយមិនគិតធ្វើឲ្យជីវិតរីកចម្រើនទេនោះប្រកាសជាពិបាកនឹងទទួលបាននៅភាពជោគជ័យខ្លាំងណាស់ពាក្យបុរាណមួយបានពោលថាអ្នកដែលនឹងតាំងខ្លួនជាអ្នកធំទោះបីជាមានផ្ទះសម្បែងក៏គេទទួលយកតែជ័យជំនះប៉ុណ្ណោះបើនរណាតាំងខ្លួនជាសត្រូវគេនឹងធ្វើនៅនោះមានគ្រោះថ្នាក់តែមិនធ្វើឲ្យកូនប្រពន្ធនិងប្រជានុរាស្ត្រគ្រោះថ្នាក់នោះឡើយអត្ថបទនេះអានដោយ YouTube Channel ពេជ្រម៉ូនីកាសូមអរគុណយើងនឹងជួបគ្នានៅអត្ថបទសង្ខេបលើកក្រោយជាបន្តមកទៀត